នាងទូចភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាគ្រួសារខាងប្តីនៅឯស្រែអាហារពេលព្រឹកមានសុទ្ធតែបង្កងអូស្ត្រាលីនិងក្តាមស្ដេចតែអំបាញ់មិញប្តីជិះគោយន្តមកទទួលសោះមុននេះនាងទើបតែត្រូវបងប្អូនស្រីទាំង6នាក់សើចចំអកព្រោះពួកគេសុទ្ធតែរៀបការជាមួយកូនសេដ្ឋីនៅហៃឈឹងងាកមកមើលនាងវិញបែរជារៀបការជាមួយអាកុកកំសត់ពួកគេនាំគ្នាមើលងាយនាងថាមួយជីវិតនេះច្បាស់ជាវេទនាហូបបាយលីកន្ទុកតែនាងមិនខ្វល់ហើយក៏មិនស្ដាយក្រោយដែរនាងឯណាទៅដឹងថាចាប់ពីពេលនេះទៅវាសនាបងប្អូនស្រីទាំង7នឹងប្រែប្រួលសពបែបយ៉ាងតែពេលកំពុងធ្វើដំណើរទៅផ្ទះម្ដាយក្មេកគោយន្តក៏ខូចកណ្ដាលផ្លូវពេលនេះនៅសល់ផ្លូវ5គីឡូម៉ែត្រទៀតទើបដល់ផ្ទះពេលឮបែបនេះនាងមិនត្រឹមតែមនោឧត្តមទេថែមទាំងលួងប្តីថានាងអាចដើរទៅបានព្រោះនាងយល់ថាប្តីប្រពន្ធត្រូវតែរួមសុខរួមទុក្ខជាមួយគ្នា1ម៉ោងក្រោយមកពួកគេក៏ដើរមកដល់ផ្ទះគ្រាន់តែចូលដល់ផ្ទះភ្លាមក៏ឃើញបងប្រុសធំកំពុងឈឺបងប្រុសទី2សិតមិនល្អម្ដាយក្មេកពិការជើងថែមទាំងឪពុកក្មេកដេកមួយកន្លែងទិដ្ឋភាពនេះធ្វើឲ្យនាងគាំងថ្មឹងនៅនឹងកន្លែងពេលនោះម្ដាយក្មេកទាញនាងឲ្យអង្គុយលើគ្រែនិយាយទាំងក្តីអៀនខ្មាស់ថាផ្ទះយើងក្រណាស់វេទនាកូនហើយឯប្តីក៏ភ័យខ្លាចប្រពន្ធឃើញអីចឹងរត់ចោលបាត់ទើបប្រញាប់ចង់និយាយពន្យល់តែត្រូវនាងខាត់នាងមិនបានស្អប់ខ្ពើមសោះថែមទាំងអាណិតប្តីដែលខំរែកពុនបន្ទុកគ្រួសារនេះម្នាក់ឯងអាណិតដែលគាត់ត្រូវហត់នឿយតែម្នាក់ឯងបែបនេះនាងនិយាយដោយស្មោះថាផ្ទះនេះទូតូចតែរៀបចំបានស្អាតបាតណាស់នាងជឿជាក់ថាឲ្យតែគ្រួសារយើងរួមគំនិតគ្នាខិតខំប្រឹងប្រែងថ្ងៃណាមួយជីវភាពច្បាស់ជាល្អប្រសើរគ្រួសារទាំងមូលលើហើយរំជួលចិត្តយ៉ាងខ្លាំងម្ដាយក្មេកក៏ហុចសោទ្រព្យសម្បត្តិតកូលជាងឲ្យនាងភ្លាមហើយប្រកាសយ៉ាងច្បាស់ថារឿងតូចធំក្នុងផ្ទះរួមទាំងទ្រព្យសម្បត្តិទាំងអស់គឺនាងជាអ្នកគ្រប់គ្រងពេលនេះអ្នកដែលកំពុងមើលវីដេអូសុំផ្កាកុលាប3តុងមកថ្ងៃខាងមុខច្បាស់ជាហេងគិតទៅវ័យបាននឹងសំណាងល្អមិនខានផ្ទះក្រយ៉ាងនេះតែពួកគាត់ហ៊ានប្រគល់លុយដ៏តិចតួចនេះឲ្យខ្ញុំទុកដាក់គឺចាត់ទុកខ្ញុំជាគ្រួសារពិតមែនតែនាងមិនដឹងសោះថាសដ៏សាមញ្ញនេះតាមពិតគឺជាកលិះគ្រប់គ្រងទ្រព្យសម្បត្តិរាប់ពាន់លានរបស់ត្រកូលជាងតាមពិតកាលនោះម្ដាយក្មេកចង់សាក់លបងជ្រិតកូនប្រសាទើបបន្លំខ្លួនជាអ្នកស្រែកក្រក់សត់សំបីថ្លៃបណ្ណាការមានត្រឹមអង្គ2គីឡូតែពេលនេះប្តីបានសម្រេចចិត្តហើយត្រូវរកឱកាសប្រាប់ការពិតដល់ប្រពន្ធឲ្យបានលឿនមិនចង់បោកប្រាស់ប្រពន្ធដ៏ល្អម្នាក់នេះទៀតទេលុះព្រឹកឡើងនាងក៏ត្រូវភ្ញាក់ផ្អើលម្ដងទៀតផ្ទះយើងគ្រប់ប៉ុណ្ណឹងអាចញ៉ាំម្ហូបអឺរ៉ុបបានដែរខ្ញុំថាហើយមុននឹងក្រោយគង់តែបែកការទេប្រញាប់សារភាពទៅខ្ញុំលែងចង់ធ្វើជាមនុស្សឈួតទៀតហើយជីតាមពិតគឺអ្នកទាំងអស់គ្នាមិនបាច់ចំណាយលុយព្រោះតែខ្ញុំទេខ្ញុំសម្រេចចិត្តរៀបការចូលត្រកូលជាងហើយខ្ញុំច្បាស់ជាអាចសាមនឹងម្ហូបព្រមទាំងអាកាសធាតុទីនេះបង្កងនេះថ្លៃណាស់លើកក្រោយកុំទិញទៀតអីជីដឹងក្តីបែបនេះដល់ពេលដឹងថាយើងបោកនាងតានាងនឹងខ្ញុំត្រូវតែរកលុយឲ្យគ្រួសារបានរស់នៅស្រួលអាឡូលោកប្រធានជាងខានជួបគ្នាយូរហើយលោកប្រធានជាមិនក៏លោកមកទីនេះខ្ញុំមកជូនកិច្ចសន្យាលោកនឹងណាអូកុំបារម្ភច្បាស់ជាឲ្យជំទាវមើលសិនហើយនេះជារបាយការណ៍ហិរញ្ញវត្ថុត្រីមាសមុនចំណូលសរុបគឺ300,000 លានស្អីគេ300,000 លានលោកជានេះហាលោកនេះជាភ្នាក់ងារជួយជនក្រីក្រប្រចាំភូមិនោះអីជួយជនក្រីក្រអានឹងហើយផ្ទះយើងត្រូវគេចាត់ទុកជាជនក្រីក្រនឹងណាខាងលើឧស្សាហ៍ចុះមកសួរសុខទុក្ខណាស់អង្គអំបិលទឹកត្រីអីនឹងគេឧស្សាហ៍យកមកឲ្យណាស់ចុះនេះជាស្អីអូគ្រាន់តែជាក្រដាសអេតចាយយកមកសម្រាប់ដុតបង្កាត់ភ្លើងទេខ្ញុំខំងើប3យប់ជាប់គ្នាដើម្បីរៀបចំរបាយការណ៍នេះណាអរគុណណាស់តែបងមិនបាច់បារម្ភទេអូនសម្រេចចិត្តទៅធ្វើការរកលុយហើយធ្វើការផ្ទះយើងចំណាយច្រើនពឹងតែហួយឆនម្នាក់ឯងមិនកើតទេខ្ញុំមានដៃមានជើងអាចរកលុយបានខ្លះដែរកូនប្រសាម៉ាក់មិនដាច់ចិត្តទេរងាបែបនេះនៅខាងក្រៅខូចសុខភាពអស់ហើយឈីតាមពិតលុយចំណាយក្នុងផ្ទះនៅមានខ្លះដែរអូនមិនបាច់បារម្ភទេអ្នកទាំងអស់គ្នាមិនបាច់បារម្ភពីខ្ញុំទេខ្ញុំសម្រេចចិត្តរួចហើយថែមទាំងរកការងារបានទៀតស្អែកអាចទៅធ្វើការបានហើយសង្ហាចាប់អារម្មណ៍ហែទឹកខាត់ប្រានទេស្រីស្អាតចាប់អារម្មណ៍ហែទឹកខាត់ប្រានទេអូយព្រះឲ្យកូនប្រសាពើនេះពិតជាមិនធម្មតាមែនខំប្រឹងណាស់អាវ៉ាន់យើងយកនាងមកឲ្យវេទនេះចឹងឬមិនមែនទេម៉ាក់អីចឹងប្រញាប់រកវិធីទៅប្រើលបឿនលឿនបំផុតយកក្រដាសផ្សព្វផ្សាយពីដៃជំទាវឲ្យអស់បាត់ស្រីស្អាតហែទឹកខាត់ប្រានទេយកមួយសន្លឹកទៅសុំខ្ញុំមួយសន្លឹកមកខ្ញុំយកដែរសុំខ្ញុំមួយមកម្នាក់បានតែមួយសន្លឹកទេណាអ្នកនៅទីនេះរស់រាយម្លេះ
គ្រឿងអលង្ការទាំងនេះទើបចេញថ្មីហើយអាចពាក់សាកហ្វ្រៃទៀតច្បាស់ជាលក់ដាច់មិនខានហើយលក់មិនដាច់មួយសោះដោយការគិតមែនលក់គ្រឿងអលង្ការមិនងាយដូចចែកក្រដាសទេត្រូវរកវិធីសិនទៅបានក្នុងរយៈពេល10នាទីជួយទិញអីវ៉ាន់ពីជំទាវឲ្យអស់បាតថៅកែលក់ឲ្យខ្ញុំមួយឈុតមកខ្ញុំយកនេះខ្ញុំយកទាំងអស់ខ្ញុំក៏យកដែរខ្ញុំយកដែរចាស់កុំប្រញាប់បានគ្រប់គ្នានឹងអូយមនុស្សនៅទីនេះរស់រីពេកហើយអាហាលោកប្រធានជាងរៀបចំរួចរាល់ហើយលោកប្រធានជាងបងឯងក៏ចេញមករកការងារធ្វើដែរមែនទេហាហាបាត់គឺបងមកសុំធ្វើការជាសន្តិសុខមែនទេហាហាបាទត្រូវហើយអ្នកភៀកខាងជើងដូចពួកយើងចូលចិត្តហៅគេលោកប្រធានអីចឹងណាអាជាងពួកឯងនិយាយគ្នាសិនចុះខ្ញុំទៅសិនហើយណែការបូបលុយរបស់លោកហាហាអរគុណថ្ងៃនេះហត់ពេញមួយថ្ងៃហើយប្រញាប់ទៅផ្ទះទៅអូនថ្ងៃនេះពូកែណាស់ណាចែកក្រដាសអស់រលីងគ្រឿងអលង្ការក៏លក់អស់ដែរមែនហេប្រពន្ធបងពូកែមែនប៉ាម៉ាក់បងធំបងទី2ថ្ងៃនេះខ្ញុំរកលុយបាន3000រៀលមើលមិនដឹងសោះថាឈីពូកែលុយចឹងសោះម៉ាក់នេះ500ម៉ាក់យកទៅទិញខោអាវថ្មីស្លៀកទៅប៉ានេះ500ទុកទិញយោទេសរុញថ្មីទៅបងធំយក500នេះទៅទិញថ្នាំល្អនៅពេទ្យទៅបងទី2នេះ500ឲ្យបងយកទៅទិញរបស់លេងថ្មីពួយឆននេះ500ឲ្យបងមនុស្សប្រុសចេញក្រៅមិនអាចគ្មានលុយជាប់ខ្លួនទេចុះអូនឯងវិញលុយនៅសល់នេះអូននឹងសន្សំទុកដល់ពេលសន្សំបានច្រើននឹងយកមកជួសជុលផ្ទះយើងឡើងវិញល្អណាស់ម៉ាក់កើតអីហ្នឹងឈីអើយឈីម៉ាក់រំជួលចិត្តពេកគឺខានឃើញលុយច្រើនបែបនេះយូរហើយមែនហើយឈីម៉ាក់រំភើបពេកគាត់រំភើបពេកមិនអីទេខ្ញុំសុំការងារជាអ្នករត់ទៅនៅសន្តាគារបានមួយទៀតហើយផ្ទះយើងច្បាស់ជារស់នៅស្រួលមិនខានដេកលក់បាត់ហើយតោះឥឡូវគិតម៉េចបន្ទោសខ្ញុំដែលលបសាត់កូនប្រសាល្អយ៉ាងនេះចាំបាច់ទៅលបងចិត្តនាងធ្វើអីឥឡូវនេះខ្ញុំចង់តែប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យនាងទេឃើញនាងទៅធ្វើការបែបនេះខ្ញុំអាណិតណាស់ស៊ូយើងសារភាពប្រាប់ឈីត្រង់ទៅហាឥឡូវសារភាពហ្នឹងបើធ្វើឲ្យនាងមានអារម្មណ៍ថាអ្នកឯងបោកប្រាស់នាងខ្លាចតែនាងសុំលេងលេះជាមួយអញហ្នឹងមានរឿងអីស្អែកនេះមានការដេញថ្លៃអន្តរជាតិមួយធ្វើនៅសន្តាគាររបស់ក្រុមហ៊ុនជាងយើងលោកប្រធានជាពេលលោកទៅដល់ជួយដេញថ្លៃយកត្បូងពេជ្រពណ៌ផ្កាឈូកតែមួយគត់លើលោកនោះជូនជំទាវទៅប្រហែលអាចជួយឲ្យនាងបាត់ខឹងបានធ្វើចឹងបានមែនត្បូងមួយគ្រាប់សោះឈីក៏មិនប្រកាសថាព្រមដែរតែយើងត្រូវតែសាកសិនតែនឹកស្មានមិនដល់ថាព្រឹកព្រលឹមនាងក៏រត់ទៅសន្តាគារដេញថ្លៃនោះសុំធ្វើជាអ្នករត់តូចថែមទាំងចៃដន្យជួបបងស្រីនិងបងថ្លៃនាងទៀតបងស្រីគ្រាន់តែឃើញនាងភ្លាមក៏អួតពីប្តីសេដ្ឋីរបស់ខ្លួនប្រាប់ថាមកទីនេះចង់កេងបន្ទប់ប្រធានាធិបតីដើម្បីស្គាល់រសជាតិអ្នកមានតែនាងមិនខ្វល់សោះព្រោះកាលពីជាតិមុនក្រុមហ៊ុនត្រកូលគូខ្សៃធនជំពាក់លុយចងការគេវ៉ាន់ដុកខំតែអួតមុខមើលទៅបងស្រីនាងមិនទាន់ដឹងរឿងនេះទេឃើញបែបនេះនាងក៏ធ្វើជាអែបអបតាមការអួតអាងរបស់បងស្រីទៅនរណាទៅដឹងថាមួយវិនាទីក្រោយមកបងថ្លៃក៏ធ្វើឲ្យបងស្រីខ្មាស់ទេប្រាប់ថាគាត់បានកប់បន្ទប់ថោកតម្លៃ50រៀលនៅក្បែរនេះរួចហើយបងស្រីដែលមិនដឹងរឿងអ្វីសោះស្រាប់តែភាំងនឹងអៀនខ្មាស់យ៉ាងខ្លាំងពេលនោះកូនប្រុសមហាសេដ្ឋីត្រកូលជាងក៏បង្ហាញខ្លួនធ្វើឲ្យផ្អើលពេញសន្តាគារមនុស្សម្នានាំគ្នារោមជុំចិត្តចំណែកនាងដែលត្រូវគេរុញមកក្រោយមិនទាន់ដឹងថាកូនសេដ្ឋីដែលមានគេហែហំនោះគឺជាប្តីរបស់ខ្លួនឡើយគោលបំណងរបស់បងស្រីនិងបងថ្លៃមកទីនេះគឺចង់តាក់ទងត្រកូលជាងអ្នកទាំងពីរអង្គវរកសុំសហការជាមួយក្រុមហ៊ុនជាង
ពេលដឹងពីអត្តសញ្ញាណពួកគេបុរសនោះក៏បញ្ជាកូនចៅឲ្យអញ្ជើញពួកគេចូលថែមទាំងប្រាប់ថានឹងយកឈ្មោះប្រពន្ធជូនរបស់ដែលពួកគេចូលចិត្តទៀតអ្នកទាំងពីរឮហើយសប្បាយចិត្តស្ទើរហោះគិតថាគេអាចតាក់ទងត្រកូលជាងបានហើយត្រកូលគូច្បាស់ជាមានមុខមានមាត់វិញមិនខានតែពេលដល់កន្លែងដេញថ្លៃបងស្រីនិងបងថ្លៃទើបភ្នែកនាងក៏ចាប់ផ្ដើមឌឺដងនាងទៀតថាបងប្អូនបង្កើតម៉ែពោះតែមួយសោះគេរៀបការមានមុខមានមាត់តែនាងបែរជារៀបការជាមួយប្រុសស្រែពេលនេះថែមទាំងធ្លាក់ខ្លួនមករត់ទៅចាក់ទឹកឲ្យគេទៀតរៀបការជាមួយអាថោកទាបបែបនោះខ្ញុំគ្មានប្អូនស្រីដូចឯងទេប្តីខ្ញុំពឹងកម្លាំងញើសឈាមខ្លួនឯងរកលុយថោកទាបត្រង់ណាចំណែកអ្នកឯងហាត្បឺងជាគេថ្លៃធ្នូណាស់មែនទេបងស្រីខឹងឆេវទប់លេងជាប់ក៏ទះនាងមួយកំភ្លៀងដួលទៅលើដីទិដ្ឋភាពនេះត្រូវលេខាឃើញតាន់គេក៏ខលប្រាប់គ្រួសារជាងភ្លាមឬដំណឹងនេះភ្លាមគ្រួសារជាងភ្លេចពីការភ្លេចឈឺប្រញាប់ទៅកន្លែងដេញថ្លៃដើម្បីការពារកូនប្រសាតែនាងក៏មិនព្រមឲ្យគេធ្វើបាបនេះដែរក៏ទះបងស្រីវិញមួយកំភ្លៀងភ្លាមបងស្រីរឹតតែខឹងខ្លាំងឡើងអង្គខ្លួនជាជំទាវត្រកូលគូក៏បញ្ជាឲ្យគេចាប់ប្អូនស្រីជាប់ក្នុងពេលរុញច្រានគ្នានោះសោរតកោជាងក៏បានជ្រុះធ្លាក់ទៅលើដីបងស្រីរើសសោនោះឡើងហើយសើចចំអកនាងយ៉ាងចាស់ដៃនេះមិនមែនជាសោផ្ទះកញ្ចាស់ឯងនៅឯស្រែទេដឹងនេះជាសោឃ្លាំងផ្ទះយើងថ្ងៃក្រោយប្រគល់ឲ្យឯងហើយស៊ូរ៉ានខ្ញុំសុំទោសរឿងដែលខ្ញុំនិយាយអំបញ្ញមិញសោនេះសំខាន់ចំពោះខ្ញុំណាស់ខ្ញុំសូមអង្វរប្រគល់ឲ្យខ្ញុំវិញមកទោះនាងខំអង្វរឲ្យគេសងសោវិញយ៉ាងណាក៏គេនៅតែមិនព្រមថែមទាំងបោះវាចោលលើដីហើយប្រើនាងឲ្យវាទៅរើទៀតហាថ្លើមធំណាស់ហ៊ានប៉ះពាល់មនុស្សរបស់ត្រកូលជាងចុចខាងឆ្វេងផ្នែកខាងក្រោមដើម្បីទស្សនាពេញ